រឿងដំរីចិញ្ចឹមម្ដាយតសថាការព្រះសាស្តាគង់នៅនាវត្តចេតពុនទ្រង់បានសម្ដែងរឿងនេះឡើងព្រោះប្រារព្ធភិក្ខុចិញ្ចឹមម្ដាយមួយអង្គរឿងនឹងមានដំណើរដូចគ្នានឹងរឿងព្រះសវណ្ណសាមណូរឯងព្រះសាស្តាបានត្រាស់ហៅពួកភិក្ខុមកទូលមានថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកុំនាំគ្នាពោលទោសតេះដៀលភិក្ខុអង្គនោះឡើយបូរាណកបណ្ឌិតទាំងឡាយសូម្បីកើតក្នុងកំណើតសត្វទេរឆានស៊ូអត់អាហារអស់7ថ្ងៃយំសម្រក់ទឹកភ្នែកព្រោះតែព្រាត់ម្ដាយទោះបីបានចំណីអាហារប្រៀបដោយក្រយ៉ាស្ងោយរបស់ស្ដេចក៏ដោយក៏មិនបរិភោគឡើយដរាបណាមិនបានជួបម្ដាយពួកភិក្ខុបានអរេតនាទើបទ្រង់សម្ដែងអតីតនិទាននេះឡើងដូចតទៅនេះអតីតេពារាណាសយមៈកាលពីព្រេងនេះព្រះបាទព្រហ្មទត្តបានឡើងគ្រងរាជនៅនេទីក្រុងពារាណសីរីឯព្រះបរមពោធិសត្វបានកើតក្នុងកំណើតជាសត្វដំរីនាហេមវ័នប្រទេសជាដំរីមានសម្បុរសសុទ្ធមានរូបល្អគួរពិតពិលរំលមើលជាទីពេញចិត្តមានលក្ខណៈបរិបូរណ៍និងមានដំរី 80000 ជាបរិវារដំរីនោះនៅចិញ្ចឹមរក្សាម្ដាយមេដំរីដែលចាស់ជរាថែមទាំងក្បាក់ភ្នែកទៀតផងស្ដេចដំរីបានប្រគល់ទឹកឃ្មុំស្ករផ្លែឈើទុំខ្ចីផ្សេងដល់ពួកដំរីជាកូនចៅដើម្បីយកទៅជូនម្ដាយពិសាតែពួកដំរីទាំងនោះមិនបានជូនទៅម្ដាយសត្តៈដំរីពិសាទេបែរជាយកបរិភោគដោយខ្លួនឯងក្រោយមកស្ដេចដំរីកាលឃ្លាំមើលក៏បានដឹងរឿងនោះគិតថាអាត្មាអញនឹងចេញចោលហ្វូងហើយចិញ្ចឹមម្ដាយដោយខ្លួនឯងវិញរួចហើយនៅវេលារាត្រីកាលដែលពួកហ្វូងដំរីពុំបានដឹងក៏លួចនាំម្ដាយរត់ទៅកាន់ជើងភ្នំចន្ទរណៈស្នាក់នៅក្នុងគុហាភ្នំស្ថិតនៅក្បែរមាត់ស្រះឈូកមួយហើយតាំងចិញ្ចឹមម្ដាយតទៅនាគ្រាមួយនោះមានអ្នកថ្មើរព្រៃម្នាក់នៅក្រុងពារាណសីវង្វេងផ្លូវរកកំណត់ទិសមិនបានក៏ស្រែកយំរៀបរាប់យ៉ាងត្រហឹងរំពងព្រៃដំរីពោធិសត្វបានឮសម្រែកបរោះនោះក៏គិតថាបរោះនេះគ្មានទីពឹងទេអោហាក់ដូចជាមិនសមគួរទាល់តែសោះបើបណ្ដោយឲ្យបរោះនោះស្លាប់ក្នុងទីស្ថានដែលយើងរស់នៅយ៉ាងនេះរួចក៏ដើរសម្ដៅទៅបរោះនោះគ្រាន់តែបានឃើញដំរីមកពីចង្ងាយបរោះនោះភ័យរត់យ៉ាងលឿនតែស្ដេចដំរីក៏ស្រែកខាត់សួរថាណែបរោះកំសត់កំរត់អីខ្ញុំមិនធ្វើឲ្យអ្នកភ័យខ្លាចទេចុះហេតុអ្វីបានជាអ្នកដើរទ្រហើយយំពេញព្រៃអញ្ចឹងនាយថ្មើរព្រៃប្រាប់ថាហើយលោកជាធំខ្ញុំវង្វេងផ្លូវអស់7ថ្ងៃនឹងថ្ងៃនេះហើយស្ដេចដំរីក៏ពោលថាបរោះដ៏ចម្រើនចូលអ្នកកុំភ័យអីខ្ញុំនឹងនាំអ្នកទៅដល់ផ្លូវមនុស្សណារួចក៏ឲ្យបរោះនោះជិះលើខ្នងនាំចេញពីព្រៃទៅបរោះនោះជាមនុស្សអាក្រក់ជួយជាតិបានកំណត់ដើមឈើនិងភ្នំជាសញ្ញាចេញទៅពារាណសីដោយគិតថាអញនឹងទៅព្រះនគរប្រាប់ដល់ព្រះរាជាកាលនោះដំរីមង្គលរបស់ព្រះរាជាក៏ស្លាប់ទៅទ្រង់បានឲ្យពួករាជបរោះទូងស្គរប្រកាសថាបើរណាបានប្រទះឃើញមានដំរីល្អបរិបូរណ៍ដោយរូបអាចធ្វើជារាជទីនាងបានចូលឲ្យដំណឹងភ្លាមនាយថ្មើរព្រៃនោះក៏បានចូលទៅគាល់ព្រះរាជាទូលព្រះរាជអង្គការថាបបិទ្ធព្រះសមតិទេទូលព្រះបង្គំបានឃើញស្ដេចដំរីសស្អាតមានសេលាចាគួរជាព្រះទីនាងរបស់ព្រះអង្គបានការក្រោបទូលសូមព្រះអង្គទ្រង់ត្រាស់បញ្ជាឲ្យនាយមានដំរីទៅជាមួយទូលព្រះបង្គំនិងបង្ហាញផ្លូវក្រោបទូលព្រះរាជាតបថាសាធុប្រពៃហើយរួចបានបញ្ជូនមកដំរីនិងបរិវារជាច្រើនទៅជាមួយដោយបញ្ជាថាអ្នកទាំងឡាយចូលឲ្យបរោះនេះនាំផ្លូវទៅព្រៃចាប់ស្ដេចដំរីដ៏ប្រសើរដែលគាត់បានប្រាប់យើងមកនាយថ្មើរព្រៃធ្វើដំណើរទៅជាមួយបរិវារបានឃើញព្រះពោធិសត្វកំពុងចូលទៅរកចំណីក្នុងស្រះឈូកដំរីពោធិសត្វកាលឃើញមកដំរីក៏គិតថាភ័យនេះកើតឡើងមិនមែនដតីណាក្រៅតែពីនាយថ្មើរព្រៃនោះទេអាត្មាអញជាសត្វមានកម្លាំងខ្លាំងអាចកំចាត់ហ្វូងដំរីទាំងពាន់ឲ្យវិនាសបានបើអញខឹងហើយក៏អាចនឹងព្រៃកំទេចនៅពលសេនាព្រមទាំងអ្នកដែនទាំងអស់បានតែបើអាត្មាអញខឹងហើយអញនឹងដាច់សិលព្រោះតែសម្រាប់មនុស្សព្រោះហេតុនោះថ្ងៃនេះអញនឹងមិនខឹងជាដាច់ខាតទោះជាគេចាក់ដោយលំពេងក៏ដោយចុះកាលស្ដេចដំរីអធិដ្ឋានហើយក៏ឈរនៅស្ងៀមមិនសូមបីងាកក្បាលបន្តិចសោះឡើយមកដំរីចុះទៅក្នុងស្រះឈូកមើលឃើញលក្ខណៈសម្បត្តិរបស់ស្ដេចដំរីស្រដីថាណែកូនប្រុសអញចូលមករួចក៏ចាប់ប្រមោយដែលប្រៀបបាននឹងខ្សែប្រាក់នាំបណ្ដាលទៅអស់7ថ្ងៃទើបបានដល់ក្រុងពារាណសីថ្លែងអំពីមេដំរីជាម្ដាយព្រះពោធិសត្វឯនេះវិញកាលមិនឃើញកូនត្រឡប់មកក៏សង្ស័យប្រកាសថាកូនអញច្បាស់ជាត្រូវពួកស្ដេចឬអាមាត្យជាដើមចាប់យកទៅហើយតើដងព្រៃនេះនឹងរីកស្រស់ម្ដេចបានបើខ្ញុំព្រាត់កូនជាទីស្រឡាញ់ហើយនេះក៏យំរៀបរាប់ភ្ជាប់ដោយគាថាពីរបាថាដើមពូនស្វាផងដើមខ្លែងគង់ផងដើមទទឹមនិងស្មៅធំឈ្មោះការុវិរៈ5ផង
ក្រៅឈូកនឹងស្រងាយផងដោះទ្រពទ្រុលហើយទាំងដើមកាន់នៃការចិត្តជើងភ្នំក៏ចេញផ្កាដែរព្រោះតែដំរីនោះមិននៅក្នុងស្រុកឬក្នុងក្រុងណាមួយព្រះរាជាឬព្រះរាជកុមារណាមួយមានគ្រឿងអភរណៈជាវិការៈនៃមាសរមែងចិញ្ចឹមស្ដេចដំរីដោយដុំនៃភោជនបិទដំរីដែលព្រះរាជាឬព្រះរាជកុមារគង់ហើយមិនតក់ស្លុតក្នុងសង្គ្រាមអាចនឹងទម្លុះទម្លាយនៅក្រោះនៃពួកបច្ចាមិត្តបានគ្រាន់តែបានតាក់កណ្ដាលផ្លូវមកដំរីក៏បានផ្ញើសារទៅថ្វាយព្រះរាជារាបានទ្រង់ព្រះសម្ដាប់ហើយក៏ឲ្យគេរៀបចំតាក់តែងស្អិតស្អាងព្រះនគរយ៉ាងស្អាតមកដំរីបាននាំព្រះពោធិសត្វទៅកាន់រោងដំរីដែលប្រដាប់តាក់តែងដោយគ្រឿងអលង្ការអបនិងគ្រឿងក្រអូបផ្សេងៗរៀបចំចងវាំងននយ៉ាងល្អប្រណិតទើបទៅក្រាបទូលដល់ព្រះរាជាបានត្រាស់បង្គាប់ឲ្យគេយកភោជនដ៏ប្រកបដោយរសជាតិផ្សេងៗទៅឲ្យព្រះពោធិសត្វស្ដេចដំរីមិនទទួលយកដុំបាយឡើយដោយតាំងចិត្តថាអាត្មាអញនឹងមិនបរិភោគទេព្រោះគ្មានម្ដាយនៅទីនេះគ្រានោះព្រះរាជាក៏អង្វរស្ដេចដំរីថាមនាលដំរីអ្នកចូលទទួលពំនូតភោជនចុះមនាលដំរីអ្នកកុំស្គមឡើយមនាលដំរីរាជកិច្ចទាំងឡាយមានច្រើនអ្នកនឹងធ្វើនៅរាជកិច្ចទាំងនោះព្រះពោធិសត្វឮហើយក៏តបវិញថាមេដំរីនោះជាសត្វកំព្រាយំព្រោះព្រាត់កូនខ្វាក់ភ្នែកមិនមានគេដឹកនាំទាំងកិច្ចជើងនិងដង្កត់ឈើហើយបែរមុខទៅរកភ្នំចន្ទោរណៈដួលនៅភ្លាមនោះព្រះរាជាក៏ត្រាស់សួរទៅទៀតថាមនាលដំរីដ៏ប្រសើរមេដំរីខ្វាក់ភ្នែកមិនមានគេដឹកនាំទាំងកិច្ចជើងនិងដង្កត់ឈើបែរមុខទៅរកភ្នំចន្ទោរណៈដួលនៅនោះតើត្រូវជាអ្វីនឹងអ្នកឯងព្រះពោធិសត្វតបថាបបិទ្ធមហារាជមេដំរីខ្វាក់ភ្នែកមិនមានគេដឹកនាំទាំងកិច្ចជើងនិងដង្កត់ឈើបែរមុខទៅរកភ្នំចន្ទោរណៈដួលនៅនោះត្រូវជាមេដារបស់ទូលបង្គំជាខ្ញុំបបិទ្ធមហារាជខ្ញុំចិញ្ចឹមនៅមេដំរីខ្វាក់មួយបើអត់ពីខ្ញុំទៅម្ដាយខ្ញុំនឹងស្លាប់មិនខានតែអត់ពីម្ដាយហើយតើប្រយោជន៍អ្វីទៅដោយគ្រឿងអិសរិយៈទាំងនេះម្ដាយខ្ញុំអត់អាហារ7ថ្ងៃហើយព្រោះហេតុនោះសូមទ្រង់ដោះលែងទូលព្រះបង្គំជាខ្ញុំឲ្យបានជួបម្ដាយផងព្រះរាជាបានទ្រង់ព្រះសម្ដាប់យ៉ាងនោះហើយកាលទ្រង់បង្គាប់ឲ្យគេដោះលែងទើបត្រាស់ថាអ្នកទាំងឡាយចូលលែងនៅដំរីដ៏ប្រសើរនោះជាសត្វចិញ្ចឹមនៅមេដាចូលឲ្យដំរីបានជួបនឹងមេដាព្រមទាំងញាតិទាំងពួងចុះបានឮថាដំរីនោះគ្រាន់តែបានរួចចាក់ចំណងភ្លាមក៏សម្រាកបន្តិចបានសម្ដែងទស្សពិតរាជធម៌ថ្វាយដល់ព្រះរាជាប្រទានឱវាទថាបបិទ្ធមហារាជព្រះអង្គចូលជាបុគ្គលកុំប្រមាថរួចហើយក៏ចេញចាក់ព្រះនគរទាំងដែលមហាជនកំពុងបូជាដោយគ្រឿងក្រអូបផ្សេងៗសម្ដៅទៅដល់ស្រះឈូកក្នុងថ្ងៃនោះឯងគិតថានឹងឲ្យអ្នកមេបានបរិភោគដោយផ្ទាល់ដៃខ្លួនក៏ដកយកក្រអៅឈូកនិងមើមឈូកជាច្រើនព្រមទាំងដងទឹកដោយប្រមោយចេញអំពីទីសម្រាកសំងំដើរសម្ដៅទៅរកម្ដាយដែលកំពុងក្រាបដេកនាមាត់ទ្វារលាងស្រោចស្រពទឹកទៅលើកាយម្ដាយដែលអត់អាហារ7ថ្ងៃហើយឲ្យមានកម្លាំងឡើងព្រោះដូច្នោះបានជាព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់នៅអភិសម្ពុទ្ធគាថាដើម្បីបញ្ជាក់សេចក្តីនោះថាដំរីគ្រាន់តែរួចចាក់ចំណងដែលព្រះរាជាកាសីបានបញ្ជូនទៅសម្រាប់ខ្លួនតែមួយរំពេចក៏ដើរសម្ដៅទៅរកភ្នំដំរីនោះចេញទៅអំពីភ្នំនោះដើរទៅកាន់ព្រៃជាទីពួនសំងំដ៏ត្រជាក់ដែលដំរីធ្លាប់សែបនៅហើយដងទឹកដោយប្រមោយយកមកស្រោចស្រពមេដាមេដំរីនៃពោធិសត្វសម្គាល់ថាភ្លៀងធ្លាក់ក៏ស្ដីបន្ទោសថាភ្លៀងអ្វីនឹងផ្ដេសផ្ដាស់បងអរចុះពុំជួការសោះកូនបង្កើតរបស់អញដែលជាអ្នកបម្រើអញទៅបាត់ហើយតើដើម្បីលួងលោមម្ដាយព្រះពោធិសត្វក៏ពោលពេលនោះថាបបិទ្ធអ្នកមេសូមអ្នកក្រោកឡើងសម្រានអ្វីខ្ញុំជាកូនបង្កើតរបស់លោកដែលព្រះរាជាកាសីទ្រង់ប្រកបដោយប្រាជ្ញាមានយុះបានលែងមកវិញហើយឥឡូវនេះកូនបាននាំភោជនមកហើយសូមអ្នកមេក្រោកឡើងពិសានៅភោជននេះចុះមេដំរីមានចិត្តត្រេកអរពន់ពេកកាលថ្វាយប្រពោលដល់ព្រះរាជាក៏បានពោលគាថាចុងក្រោយថាព្រះរាជាណាបានលែងកូនរបស់ខ្ញុំជាអ្នកកោតក្រែងចំពោះបុគ្គលចាស់សពកាលសូមព្រះរាជានោះញ៉ាំងដែនរបស់ពួកអ្នកកាសីឲ្យចម្រើនគង់ព្រះជន្មនៅអស់កាលយូរអង្វែងចុះក្នុងកាលនោះព្រះរាជាជ្រះថ្លាក្នុងគុណរបស់ព្រះពោធិសត្វបានសាងភូមិមួយនៅក្បែរស្រះឈូកទំនប់បំរុងព្រះពោធិសត្វនិងមេជានិច្ចចំណេរការខាងក្រោយមកកាលមេដំរីស្លាប់ហើយស្ដេចដំរីក៏បានធ្វើការរក្សាទុកយ៉ាងស្រួលបួលហើយដែរទើបទៅកាន់អាស្រមបត់មួយឈ្មោះករណកៈធ្វើវត្តប្រតិបត្តិចំពោះពួកឥសី500អង្គដែលគង់នៅទីនោះជាស្ថានចុះអំពីព្រៃហេមពានមករីឯព្រះរាជាបានយកថ្មឆ្លាក់រូបដំរីព្រះពោធិសត្វធ្វើសក្ការបូជាមិនតែប៉ុណ្ណោះពួកជនដែលរស់នៅទូទាំងប្រទេសឥណ្ឌា6បានប្រជុំគ្នាធ្វើបុណ្យមួយឈ្មោះថាហត្ថិមហោជារៀងរាល់ឆ្នាំរហូតដល់សព្វថ្ងៃព្រះសាស្តាទ្រង់បាននាំរឿងនេះមកហើយទ្រង់ប្រកាសសច្ចធម៌សច្ចជាតិការចប់សច្ចធម៌មាតុបោសកភិក្ខុក៏បានលុះសោតាបត្តិផលព្រះរាជាក្នុងការនោះ
បានមកជាព្រះអានន្ទនាយថ្មើរព្រៃជួយជាតិបានមកជាទេវទត្តមកដំរីជាព្រះសារីបុត្រមេដំរីជាព្រះនាងមហាមាយារីឯស្ដេចដំរីដែលចិញ្ចឹមម្ដាយគឺព្រះតថាគតនេះឯងហោង